អ្នកទាំងអស់គ្នាសាកសម័យមើលថាយើងមានប្អូនស្រីឬក៏ប្អូនប្រុសអីចឹងណាហើយស្រាប់តែថ្ងៃមួយយើងក៏បានដឹងថាប្អូនរបស់យើងគាត់មានគូគាត់ចូលចិត្តគូគំនូអីចឹងណាហើយក្នុងគំនូរបស់គាត់ហ្នឹងគឺបង្ហាញមានរូបភាពដ៏គួរឲ្យខ្លាចអ្នកទាំងអស់គ្នាដែលគាត់បានគូឡើងចេញមកមានទាំងរូបបងប្រុសរបស់គាត់ដែលកំពុងចែកមកគាត់ហ្នឹងហើយនឹងជាមួយនឹងរូបដែលគាត់ថាមាន best friend 2នាក់ទៀតដែលជាមិត្តភក្តិរបស់គាត់ហ្នឹងជាទៅមានឈ្មោះ Steel ហើយនឹងឈ្មោះ Mangasដូចជាទៅដូចជាមានឈ្មោះពីរនឹងដូចឈ្មោះខាងលើហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកបងប្រុសគាត់ក៏សួរថាមាន best friend ពីរនាក់ហ្នឹងមែនគាត់ថាហ្នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាហើយប្អូនស្រីរបស់គាត់ហ្នឹងក៏បានប្រាប់ថា Megan ហ្នឹងគឺអត់ចូលចិត្តច្រឡំ Megan អ្នកទាំងអស់គ្នាគឺ Steel ហ្នឹងគឺអត់ចូលចិត្តបងប្រុសរបស់គាត់ទេហើយបន្ទាប់មក Megan បានចូលចិត្តអីអញ្ចឹងណាបងប្អូនគ្នាអូសម័យអត់ចេញណាបងប្អូនគ្នារបៀបថាភាគច្រើនណាក្មេងៗដែលគាត់គួរអ្វីដែលគាត់ image ឬក៏គាត់ឃើញណាគាត់នឹងបង្ហាញនៅលើគំនូនឹងតែម្ដងណាបងប្អូនគ្នាពេលខ្លះក្មេងអត់ចេះនិយាយក៏ហត់ណាបងប្អូនគ្នាតែគាត់ឃើញអ្វីពេលខ្លះគាត់គូអានឹងចេញមកតែម្ដងហើយសម័យមើលថាឃើញចឹងហើយបើសិនជារូបហ្នឹងនៅក្នុងគំនូស្រាប់តែយើងជាបងប្រុសនៅសុកពេលយប់អីដេកអីលេងមកចុងខែចុងអីអូយអ្នកទាំងអស់គ្នាខ្ញុំសម័យអត់ចាញ់ទេរបៀបថារបៀបថារូបហ្នឹងយើងធ្លាប់តែឃើញនៅក្នុងគំនូប្អូនរបស់យើងអញ្ចឹងហើយស្រាប់តែថ្ងៃមួយយើងអត់គិតថាហ្នឹងវាជាការពិតទេស្រាប់តែថ្ងៃមួយយើងដេកឬក៏យើងនៅផ្ទះម្នាក់ឯងហើយប្អូនយើងទៅរៀនបាត់អីចឹងលេចពួកអាហ្នឹងចាញ់មករកយើងមិនជឿអ្នកទាំងអស់គ្នាអើយគាត់និយាយព្រឺអ្នកទាំងអស់ណៃហើយរឿងហ្នឹងគឺវែងឆ្ងាយខ្លាំងមែនតើណាអ្នកទាំងអស់គ្នាគឺគាត់ចាញ់ភាកនិយាយច្រើនខ្លាំងមែនតើតាក់តងនឹងរឿងគំនូបងប្អូនគាត់ខាងលើហ្នឹងអូយនិយាយទៅគឺឃើញហើយគឺព្រឺហ្មងជាផ្សាបិសាច់ Steel នោះអូយនិយាយមែននិយាយសម័យអត់ចាញ់នៅពេលដែលយើងឧទាហរណ៍យើងឃើញដូចអាក្នុងរូបគំនូហ្នឹងប៉ុណ្្នឹងឯងតម្រាមែនតែអ្នកទាំងអស់គ្នាអើយ